Đầm lai miên nângប្រាក់ទម្លាក់ខ្លួនចុះវិញបន្តិចក្រោយលោក Donald Trump បន្ទន់អេរយាប័តដោយមិនប្រើកម្លាំងដើម្បីដណ្ដើមទឹកដី Greenland បាទជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមកធ្វើវីដេអូដើម្បីធ្វើការអាប់ដេតនៅតម្លៃមាសក៏ដូចជាតម្លៃប្រាក់នៅថ្ងៃទី22ខែមករាឆ្នាំ2026បាទអញ្ចឹងទេបើសិនជាបងប្អូនចូលចិត្តវីដេអូបែបនេះក៏ដូចជាចង់តាមដានតម្លៃមាសក៏ដូចជាតម្លៃប្រាក់ជារៀងរាល់ថ្ងៃបងប្អូនអាចធ្វើការ Subscribe YouTube Channel របស់ខ្ញុំពីព្រោះតែខ្ញុំនឹងមកធ្វើវីដេអូដើម្បីធ្វើការអាប់ដេតនៅតម្លៃមាសក៏ដូចជាតម្លៃប្រាក់ជារៀងរាល់ថ្ងៃតែម្ដងបាទអញ្ចឹងទេនៅក្នុងព្រឹកនេះតម្លៃមាសបានធ្វើការទម្លាក់ខ្លួនចុះវិញបន្តិចហើយក្រោយលោក Donald Trump បានធ្វើការថ្លែងសន្ទរកថាដែលបង្ហាញថាលោកនឹងមិនប្រើកម្លាំងដើម្បីដណ្ដើមយកទឹកដី Greenland នោះទេហើយជំរុញឲ្យមានការចរចាក៏ដូចជាការទិញលក់ជាបន្ទាន់បាទអញ្ចឹងទេតម្លៃមាសនៅក្នុងព្រឹកនេះគឺស្ថិតនៅតម្លៃ$4,831ក្នុង1អោនឬបើសិនជាគិតជាតម្លឹងហ្នឹងគឺស្មើនឹង$5,824ក្នុង1តម្លឹងឬស្មើនឹង$582ក្នុង1ជីបាទរីឯតម្លៃប្រាក់វិញនៅព្រឹកនេះគឺស្ថិតនៅតម្លៃ$92ក្នុង1អោនឬបើសិនជាគិតជាតម្លឹងគឺស្មើនឹង$110ក្នុង1តម្លឹងឬស្មើនឹង$11ក្នុង1ជីបាទហើយបើសិនជាគិតជាគីឡូក្រាមហ្នឹងគឺស្មើនឹង$2,958ក្នុង1គីឡូក្រាមបាទអញ្ចឹងទេយើងចាំមើលថានៅក្នុងថ្ងៃនេះតើតម្លៃមាសក៏ដូចជាតម្លៃប្រាក់អាចនឹងធ្វើការហក់ឡើងបន្តទៀតដែរឬទេឬក៏អាចជាបន្តទម្លាក់ខ្លួនចុះវិញផងដែរហើយបើសិនជាមានការប្រែប្រួលនៅតម្លៃក៏ដូចជាការផ្លាស់ទីយ៉ាងណាខ្ញុំនឹងមកធ្វើវីដេអូដើម្បីធ្វើការអាប់ដេតដល់បងប្អូនទាំងអស់គ្នាម្ដងទៀតនៅវីដេអូក្រោយៗបាទអញ្ចឹងទេសូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការគាំទ្រក៏ដូចជាការតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ហើយបើសិនជាបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍បងប្អូនអាចធ្វើការចុច like ចុច share ដើម្បីឲ្យបងប្អូនរបស់យើងផ្សេងទៀតហ្នឹងគាត់បានឃើញផងហើយបើសិនជាមានការចង់បញ្ចេញមតិយ៉ាងណាបងប្អូនអាចធ្វើការ comment ក្រោមវីដេអូរបស់ខ្ញុំនេះបានបាទអរគុណច្រើនបងប្អូនទាំងអស់គ្នាជម្រាបលាបាទ